ព្រឹកព្រលឹមម៉ោង 7 ព្រឹកបងផានីបានចេញទូកមកយកខ្ញុំហើយដំណើរកម្សាន្តរបស់យើងក៏បានចាប់ផ្ដើមពេលព្រឹកព្រលឹមនេះគឺយើងនាំគ្នាទៅស្ទូចត្រីបងឥឡូវយើងមកដល់កន្លែងស្ទូចត្រីទៅឯងបងបាទអាហ្នឹងមិនយើងធ្វើនុយនេះបាទជាអូជានុយរបស់យើងគឺមឹកដោយសារតែបងផានីគឺជានេសាទផ្ទាល់ដូច្នេះគាត់បានដឹងច្បាស់ថាកន្លែងណាគឺជាខ្សែទឹកដែលត្រីបានមកផ្លាស់ទីបើសិនជាអ្នកជាមនុស្សដែលចូលចិត្តស្ទូចត្រីខ្ញុំពិតជាណែនាំឲ្យលោកអ្នកមកកំសាន្តនៅកោះស្ដេចតែមួយផ្លែតតែប៉ុណ្ណោះគឺខ្ញុំអាចស្ទូចត្រីបានច្រើនប្រភេទវ៉ាវអ្នកទាំងអស់គ្នានៅពេលនេះបានត្រីមួយហើយប៉ុន្តែអត់ដឹងថានេះវាមានពណ៌ខ្ជូតគួរស្រឡាញ់ប៉ុន្តែអាណិតវាដែរហ្នឹងតែអត់អីធម្មតាយើងត្រូវតែញ៉ាំវា